នៅក្នុងនេតិនេះខ្ញុំរំលឹកអំពីស្ដេចអំណាចនៅកម្ពុជានរណាជាស្ដេចអំណាចនៅកម្ពុជាស្ដេចអំណាចនៅកម្ពុជាគឺលោកហ៊ុនសែនបាទលោកហ៊ុនសែនគឺជាស្ដេចអំណាចនៅកម្ពុជាហើយកាលពីព្រឹកមិញនេះលោកបានអញ្ជើញទៅប្រជុំជាមួយនឹងព្រះសង្ឃដើម្បីទទួលបាននៅក្បាលមីក្រូហ្វូនដូច្នេះហើយលោកហ៊ុនសែនត្រូវការក្បាលមីក្រូហ្វូនដោយខ្ញុំជម្រាបនៅភាគមុននេះអញ្ចឹងពីព្រឹកមិញតែនៅពេលគាត់កំពុងតែថ្លែងសារគឺលោកហ៊ុនសែនត្រូវការក្បាលមីក្រូហ្វូនវាមកពីគាត់អបសក់ឬក៏គាត់ត្រូវបង្ហាញអំពីការរៀបចំនៃដំណើរនយោបាយរបស់គាត់បាទនៃដំណើរនយោបាយរបស់គាត់ដូច្នេះហើយគាត់ប្រហែលជាអាចអបសក់ត្រូវការក្បាលមីក្រូហ្វូននិយាយគាត់ឲ្យស្ដាច់នៅមួយកន្លែងគាត់ធ្វើជាតំណាងស្ដាច់ចេញមកនិយាយឲ្យលោកសង្ឃស្ដាប់នៅពេលដែលគាត់និយាយឲ្យលោកសង្ឃស្ដាប់គាត់ដឹងថាលោកសង្ឃអានឹងក្បាលទាំងអល់អានឹងគ្មានបានការអីទេត្រូវតែស្ដាប់គាត់ដូច្នេះគាត់យកវេទិកាហ្នឹងដើម្បីបង្ហាញថាអ្វីដែលគាត់ជាស្ដេចនៃអំណាចនៅកម្ពុជានេះគឺជារបៀបដែលលោកហ៊ុនសែនធ្វើខ្ញុំមិនបានស្ដាប់សារដែលលោកហ៊ុនសែនថ្លែងទាំងស្រុងទេខ្ញុំស្ដាប់បានអាចនិយាយថាខ្ញុំស្ដាប់បានតិចជាង 1% នៃសារនោះពីព្រោះអ្វីពីព្រោះខ្ញុំមិនស្ដាប់គាត់និយាយនៅពេលដែលគាត់និយាយនោះទេខ្ញុំចូលដេកបាត់ហើយក្រោយពីចូលដេកបាត់ក៏ខ្ញុំអត់ទៅចាក់ស្ដាប់ដែរខ្ញុំឮប្រហែលជា 1% តែប៉ុណ្ណោះក៏ប៉ុន្តែខ្ញុំសង្កេតឃើញថានៅពេលដែលគាត់ជក់ខ្យល់ជាមួយនឹងក្បាលមីក្រូហ្វូនគាត់ធ្វើការគាត់ចូលចិត្តនិយាយអំពីអំណាចដ៏ខ្លាំងក្លារបស់គាត់ចូលចិត្តនិយាយអំពីអំណាចដ៏ខ្លាំងក្លារបស់គាត់ហើយគាត់យកក្បាលមីក្រូហ្វូនហ្នឹងដើម្បីនឹងដោះនៅការឌឺដងរបស់គាត់ទៅកាន់ដៃគូដែលបម្រើគាត់ក្នុងឆាកនយោបាយក៏ដូចជាឆ្លៀតឱកាសដើម្បីនឹងឆ្លើយទៅកាន់ប្រតិកម្មរបស់ប្រជាជនទាំងឡាយដែលគាត់ចែកប្រជាជនជាពីរបើអ្នកឯងនៅក្រៅស្រុកអ្នកឯងនិយាយខ្លះទៅណាអ្នកឯងគ្នាគាត់ហើយណាបើសិនជាអ្នកឯងនៅក្នុងស្រុកអ្នកឯងត្រូវប្រយ័ត្នណាទៅមណ្ឌលកាយសម្ផស្សណាលោកហ៊ុនសែនបាននិយាយតាក់ទងនឹងរឿងសង្គ្រាមខ្ញុំក៏មិនដឹងថាគាត់និយាយស្អីពិតប្រាកដទេប៉ុន្តែតាក់ទងរឿងសង្គ្រាមគាត់បញ្យល់ពីរឿងសង្គ្រាមបន្ទាប់មកទៀតគាត់បញ្យល់ហើយគាត់ក៏បាននិយាយអំពីថៃគាត់និយាយខ្លះអំពីថៃហើយក្រោយមកគាត់និយាយថាគាត់មានអំណាចទៅលើកូនប្រុសរបស់គាត់ជានាយករដ្ឋមន្ត្រីហើយគាត់ក៏គំរាមកំហែងទៅលើអ្នកនេះអ្នកនោះដើម្បីនឹងបញ្ចេញអធិរិទ្ធដែលគាត់ជាស្ដេចអំណាចនៅកម្ពុជាទោះបីជាយ៉ាងណាក៏ដោយខ្ញុំអត់បានស្ដាប់លើសពី 1% ទេបាទខ្ញុំអត់បានស្ដាប់លើសពី 1% ទេហើយខ្ញុំក៏មិនអាចនឹងមានពេលទៅស្ដាប់គាត់បានច្រើនទេបាទខ្ញុំឈឺផងអញ្ចឹងបងប្អូនស្ដាប់គាត់ទៅខ្ញុំសរុបថាលោកហ៊ុនសែនចេញមកទី1អបសក់ទី2ត្រូវការក្បាលមីក្រូហ្វូនហើយក្នុងឋានៈជាប្រធានព្រឹទ្ធសភាគាត់និយាយទៅគាត់យល់ថាវាអត់លឺក្តុងក្តាំងអញ្ចឹងគាត់ក៏ត្រូវការមីក្រូហ្វូនគាត់ឲ្យស្ដាច់នៅអង្គុយនៅវាំងសិនគាត់មកធ្វើកិច្ចការហើយវាជារឿងធម្មតាទេព្រោះលោកហ៊ុនសែនជា
ស្ដេចអំណាចលើព្រះបរមរាជវាំងដោយខ្ញុំនិយាយពីភាគមុនអញ្ចឹងគឺថាសារយុទ្ធជលនន្ទគឺជាអំណាចនៅក្រោយរាជបល្ល័ង្កថៃចំណែកឯហ៊ុនសែនវិញគឺជាស្ដេចអំណាចនៅពីលើព្រះបរមរាជវាំងទៅទៀតដូច្នេះហើយអ្វីដែលលោកហ៊ុនសែនគាត់មានប្រសាសន៍តាមក្បាលម៉ៃក្រូហ្វូនគឺជាបំណងដែលគាត់ចង់ធ្វើខ្លឹមសារនៃសេចក្តីថ្លែងរបស់គាត់បងប្អូនអាចមើលចុះខ្ញុំស្រាយបញ្ហាតែបញ្ហាដែលខ្ញុំអាចស្រាយបានទេនឹងអញ្ចឹងណាបងប្អូនណាអញ្ចឹងកុំភ្លេចថាស្ដេចអំណាចនៅកម្ពុជាជាអ្នកណាគឺលោកហ៊ុនសែនបាទគឺលោកហ៊ុនសែនហើយអ្វីដែលគាត់ថ្លែងសារពេលព្រឹកមិញគឺលោកហ៊ុនសែនគាត់អបសក់គាត់ចង់ក្បាលម៉ៃក្រូហ្វូនហើយពេលគាត់និយាយហ្នឹងដំបូងគាត់និយាយរៀង slow ហើយដល់ហើយទៅគាត់ក៏បញ្ចេញនៅអំណាចចេះស្ដាររបស់គាត់ទោះបីយ៉ាងណាលោកហ៊ុនសែនត្រូវសម្រេច make a deal ជាមួយអាមេរិកតើសម្រេចឬមិនសម្រេចវាស្រេចទៅលើលោកហ៊ុនសែនដូចខ្ញុំនិយាយភាគមុនអញ្ចឹងគឺលោកហ៊ុនសែនត្រូវតែរកវិធីណាដើម្បី make a deal ជាមួយសហរដ្ឋអាមេរិកដើម្បីនឹងធ្វើយ៉ាងម៉េចឲ្យផលប្រយោជន៍អាមេរិកកាំងនឹងមានមុខមាត់នៅកម្ពុជាដើម្បីធានាទាំងគ្រួសារគាត់តកូលហ៊ុនទាំងគ្រួសារខ្មែរទាំងអស់17លាននាក់នៅលើទឹកដីនៃប្រទេសកម្ពុជាឲ្យបានសុខសាន្តពំនោះសោទេមិនសុខទេមិនសុខទេណារឿងនេះរឿងមិនសុខណាបងប្អូនណាបាទហើយខ្ញុំនឹងជាមនុស្សឈ្មោះសុកសគុណហ្នឹងជាជេមសុកហ្នឹងគឺចង់ឲ្យបងប្អូនបានសុខក៏ប៉ុន្តែមើលទៅមិនងាយសុខទេបាទមើលទៅមិនងាយសុខទេអាហ្នឹងអញ្ចឹង